ពេលនេះខ្ញុំមានអារម្មណ៍ថាគ្រប់យ៉ាងល្អប្រសើរជាងមុនហើយអរគុណពាក្យនៅក្នុងអតីតកាលទាំងអស់នោះដែលជួយដាស់តឿនសតិរបស់ខ្ញុំឥឡូវនេះខ្ញុំនឹងសម្រាកនៅក្នុងពេលទំនេររបស់ខ្ញុំនៅក្នុងផ្ទះនេះនោះជាអ្វីដែលខ្ញុំបានកាត់នៅមុននេះបន្តិចម្ដេចក៏សុកគេស្រាប់តែមកញ៉ាំអាហារពេលព្រឹកនៅទីនេះឥឡូវនេះប្រាប់មកតើលោកមានរឿងអ្វីចង់និយាយជាមួយខ្ញុំឬហេតុអ្វីបានមកញ៉ាំអាហារពេលព្រឹកនៅទីនេះដែលមិនបានប្រាប់មុនអញ្ចឹងខេលៀនលោកឮខ្ញុំនិយាយឬអត់ខ្ញុំមិនសូវមានពេលមកទីនេះច្រើនទេចាខ្ញុំដឹងទេតើថាលោកប្រកាសជារវល់ខ្លាំងណាស់ហើយហេតុអ្វីបានគេមិននិយាយឲ្យចំមកមូលហេតុដែលគេមកទីនេះមនុស្សស្អីម្ដេចក៏ពិបាកនិយាយគ្នាម្ល៉េះតែមិនអីទេឬក៏មកពីគេសង្ហាហើយមាន six pack ដ៏ sexy តើការរៀបអាពាហ៍ពិពាហ៍ដែលមើលលើរូបរាងខាងក្រៅវាមិនអាចដំណើរការលើសពី3ឆ្នាំទេមែនឬអត់អូបែបនឹងឬរាល់ពេលដែលពួកយើងឆ្លោះគ្នាគ្រប់ពេលដែលខ្ញុំឃើញមុខដ៏សង្ហារបស់ស្វាមីខ្ញុំកំហឹងក៏ប្រែជារលត់ភ្លាមការដែលមានដៃគូដ៏សង្ហាគឺជារឿងដែលល្អបំផុតមិននឹកស្មានថានៅពេលនេះខ្ញុំក៏ធ្លាក់នៅក្នុងស្ថានភាពបែបនោះដែរសោះខ្ញុំសុំទោសផងដែលលើកមុនខ្ញុំមិនជឿលើការសម្ភាសន៍បែបនេះឈប់គិតញ៉ាំអាហារវិញទោះបីជាមានភ្ញៀវដែលមិនបានអញ្ជើញមកចូលរួមប៉ុន្តែអាហារទាំងអស់នេះគឺមិនមានកំហុសទេទាំងអស់នេះគឺឆ្ងាញ់ខ្លាំងណាស់ពួកយើងបានរកឃើញភស្តុតាងថ្មីហើយក៏បន្តស៊ើបអង្កេតបន្ថែមក្នុងករណីនេះអេរីសឺក៏ត្រូវបានរាប់បញ្ចូលថាជាជនសង្ស័យផងដែរបែបនឹងឬមិនគួរឲ្យជឿសោះតើនាងមិនមានអ្វីនិយាយជាមួយខ្ញុំទេឬកុំបារម្ភអីខ្ញុំមិនកាត់ទុកទេហើយអាហារទាំងអស់នេះក៏ឆ្ងាញ់ទៀតខ្ញុំនឹងញ៉ាំវាទាំងអស់ហេតុអ្វីខ្ញុំត្រូវកាត់ទុកហើយ stress ដោយសារតែរឿងដែលខ្ញុំមិនបានធ្វើជាជាងកាត់ទុកខ្ញុំគួរតែចំណាយពេលសម្រាកខ្ញុំញ៉ាំស៊ុបអស់ហើយនៅសល់នំប៉័ងតើនៅក្នុងដៃលោកគឺជាអ្វីនេះគឺស៊ុបដែលនៅសល់ខ្ញុំមិនបានដួសវាដាក់ទាំងអស់ទេព្រោះខ្លាចវាញ៉ាំមិនអស់អញ្ចឹងតើខ្ញុំអាចញ៉ាំបានទេឬមួយក៏ពួកយើងគួរតែចែករំលែកគ្នាមិនអីទេនាងញ៉ាំទៅខ្ញុំឆ្អែតហើយអញ្ចឹងខ្ញុំញ៉ាំវាទាំងអស់ហើយណាអរគុណសម្រាប់អាហារឥឡូវនេះខេលៀនទៅបាត់ហើយខ្ញុំមានអារម្មណ៍ថាអបសុខបន្តិចព្រោះនៅទីនេះមិនមានអ្វីធ្វើឬក៏មើលប្រឡំលោកដូចជានៅពិភពមុនទេនៅជាតិមុនខ្ញុំតែងតែបត់តុក្កតាក្រដាសប៉ុន្តែខ្ញុំមិនគិតថាវាមានអ្វីដែលស្រដៀងគ្នានៅក្នុងពិភពលោកនេះទេអេណាតើពួកអភិជនដទៃទៀតពួកគេធ្វើអ្វីដើម្បីបំបត្តិភាពអបសុខឬបើនិយាយពីការបំបត្តិអបសុខជាចំណង់ចំណូលចិត្តគឺមានដូចជាការដេប៉ាការគូសរូបនិងការជិះសេះការដេប៉ាគឺជាជំនាញមូលដ្ឋានរបស់តួអង្គស្រីនៅក្នុងប្រឡោមលោករ៉ូម៉ាន់ទិកជាទូទៅប៉ុន្តែខ្ញុំគិតថាវាប្រហែលជាមិនសមជាមួយខ្ញុំទេដឹងបើនិយាយពីគំនូសវិញខ្ញុំកាន់តែមិនមានទំនុកចិត្តលើវាបន្ថែមទៀតខ្ញុំឃើញហើយឯងគូររូបដំរីពិតជាស្រស់ស្អាតណាស់មិនមែនទេវាគឺជាសត្វឆ្កែជិះសេះតែខ្ញុំអាចជិះវាបានយ៉ាងម៉េចបើខ្ញុំខ្លាចវាសឹងអីហ្នឹងអេណាតើមិនមានអ្វីផ្សេងទៀតទេឬខ្ញុំគិតមើលសិនមួយរយៈនេះគឺចំណង់ចំណូលចិត្តរបស់អភិជនគឺការតុបតែងខ្លួនរបស់តុក្កតាឈើវាអាចជួយពង្រឹងភាពច្នៃប្រឌិតនិងជំនាញកាត់ដេរហើយបំបត្តិការអបសុខអញ្ចឹងតើខ្ញុំអាចរកវាបានមកពីណាជាធម្មតាប្រសិនបើក្មេងស្រីចង់បានពួកគេនឹងស្នើទៅដល់អាណាព្យាបាលរបស់ពួកគេប៉ុន្តែឥឡូវនេះគឺមានភាពងាយស្រួលជាងគឺគ្រាន់តែទិញនៅហាងលក់គឺគ្រប់គ្រាន់ហើយតើវាមានតម្លៃប៉ុន្មានទៅ
គឺ50000 Cernes សម្រាប់តុក្កតាគុណភាពខ្ពស់មួយគូ Anna និង Leon ពួកគេនៅក្នុងស្ថានភាពស្រដៀងគ្នាជាអ្នកដែលចាំស៊ើបអង្កេតខ្ញុំប៉ុន្តែពួកគេក៏ជាមនុស្សក្នុងចំណាំតូចនៅក្នុងវិមាននេះដែលធ្វើល្អជាមួយនឹងខ្ញុំមិនឆ្លើយមិនជ្រលើសបើប៉ុន្តែការដែលធ្វើរឿងទាំងនោះពួកគេមិនទទួលបានអ្វីតបស្នងឡើយខ្ញុំមានអារម្មណ៍ថាអរគុណចំពោះពួកគេណាដែលមិនរើសអើងខ្ញុំអាណាយើងឲ្យឯង200,000ទិញតុក្កតាទាំងនោះជាមួយនឹងក្រណាត់និងគ្រឿងសម្រាប់កាត់ដេរនិងសម្ភារៈដែលចាំបាច់ដែលយើងត្រូវការហើយនៅសល់ប៉ុន្មានឯងយកទាំងអស់ចុះចាប់ទុកថាជាធីបរបស់យើងមិនចាំបាច់ទេ Lady ខ្ញុំគឺជាអ្នកបម្រើនេះជាតួនាទីរបស់ខ្ញុំមិនត្រូវការលុយក្រៅអ្វីទេហេតុអ្វីអាណាតើឯងមិនចង់ទទួលរបស់ពីយើងឬមិនមែនអញ្ចឹងទេ Lady ខ្ញុំគ្មានចេតនាដាក់សម្ពាធលើឯងទេនេះគឺជាទឹកចិត្តរបស់ខ្ញុំហើយនឹងជាពាក្យអរគុណសម្រាប់រឿងកន្លងមកបើឯងទទួលយកខ្ញុំនឹងសប្បាយចិត្តណាស់ចា Lady អរគុណច្រើនណាស់ខ្ញុំគិតថាខ្ញុំនឹងធ្វើវាបានល្អនៅពេលដែលចាប់ផ្ដើមប៉ុន្តែនេះមិនដូចអ្វីដែលខ្ញុំគិតទេទោះយ៉ាងណាក៏ដោយសម្ភារៈទាំងអស់នេះសុទ្ធតែមានគុណភាពល្អអេណាត្រឡប់មកវិញហើយឬខ្ញុំកំពុងតែរងចាំអូហេតុអ្វីក៏ទិញសម្ភារៈមកច្រើនម្ល៉េះខ្ញុំបានផ្ញើឲ្យនាងទិញតុក្កតាឈើមួយគូប្រុសមួយស្រីមួយជាមួយនឹងគ្រឿងសម្រាប់កាត់ដេរផ្សេងទៀតជាមួយនឹងគំរូសម្រាប់ដេរសម្លៀកបំពាក់តើនៅក្នុងជីវិតមួយមានគោលបំណងចង់ធ្វើអ្វីក្រៅពីចាយលុយលើអ្វីដែលខ្លួនឯងចង់បានចំណាយពេលសម្រាប់ខ្លួនឯងសម្រាប់ខ្ញុំទាំងអស់នេះគឺអាចរាប់បានថាជាការចំណាយពេលវេលាដ៏សែនប្រណិតមួយដែលខ្ញុំនឹកស្មានមិនដល់បាននិយាយទៅនៅក្នុងជីវិតអតីតកាលខ្ញុំមិនដែលមានពេលដើម្បីសម្រាកតែងតែរស់នៅក្នុងសម្ពាធនិងភាពតានតឹងជាប់ជានិច្ចតែងតែព្រួយបារម្ភពីតម្លៃរបស់អីវ៉ាន់ឡើងធ្លាក់គ្មានលុយសម្រាប់ទិញអាហារគ្រប់គ្រាន់នេះគឺជាសំណាងរបស់ខ្ញុំឬក៏ដោយសារតែមូលហេតុនេះទើបព្រះអនុញ្ញាតឲ្យខ្ញុំបានមកចាំជាតិថ្មីនៅក្នុងពិភពលោកថ្មីហើយក្លាយជាមនុស្សថ្មីបែបនេះខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ឥឡូវនេះថើបគ្នាទៅបន្ទាប់មកតើខ្ញុំគួរធ្វើអ្វីទៀតខ្ញុំគួរតែទៅរៀនដេរប៉ាក់បន្ថែមអេឌីតពួកយើងបានរកឃើញផុសតាងសម្បត្តិដែលសរសេរដោយដៃរបស់នាងហើយចាប់ហើយអ្នកទាំងអស់គ្នាចុងក្រោយនេះអេមីនចង់និយាយសិនកុំតាន់បិទអ្នកទាំងអស់គ្នាបើកសិនអូខេស្ដាប់អេមីននិយាយសិនអេមីនអធិស្ឋានផងណាដែលមកយ៉ាមុនអេមីនបាត់ខ្លួនទៅយូរហើយមួយរយៈក្រោយនេះក៏អេមីនអត់ប្រកាសថាអេមីនអាចនឹងផុសទៀងទាត់ប៉ុន្តែអេមីននឹងព្យាយាមអូខេអេមីនឃើញខមមិនរបស់យើងមួយចំនួនបែបចង់ឲ្យអេមីនធ្វើវិញអេមីនអានគ្រប់ខមមិនប៉ុន្តែអេមីនអត់ដឹងតាមថាម៉េចអូខេអេមីនជា introvert តែអេមីនដឹងថាadmin love you guys ទាំងអស់គ្នាណាអូខេហើយ admin ឃើញ comment មួយចំនួនដែលនិយាយថា admin គឺបញ្ចូលសលេងទៅវារៀងយឺតពេកហើយសលេងមនុស្សប្រុសខ្លះក៏មិនចាំបាច់ដាក់សលេងចឹងដែរធ្វើសលេងធម្មតាហ្មងមក admin នឹងយកចំណុចខ្លះហ្នឹងមកកែប្រែអូខេឬក៏អ្នកទាំងអស់គ្នាគាត់ថា admin គួរទៅកែចំណុចនេះបន្ថែមចំណុចនោះបន្ថែមឬក៏អ្នកទាំងអស់គ្នាចង់ឲ្យ admin ផុសលឿនហ្មងបើអញ្ចឹង admin គាត់ថា admin ប្រហែលជាអត់បានដាក់រូបដាក់វីដេអូដាក់អីច្រើនទេប្រហែលជាដាក់ទៅរូបបញ្ចូលសលេងដាក់ទៅរូបបញ្ចូលសលេងអូខេអានឹងប្រហែលជាលឿនហើយyes អេមីនក៏ចង់ធ្វើទៀងទាត់ឲ្យអ្នកទាំងអស់គ្នាមកដែរប៉ុន្តែអេមីនមានបញ្ហាផ្ទាល់ខ្លួនដែរអញ្ចឹងរៀងពិបាកបន្តិចតែអេមីននឹងព្យាយាមណាអូខេសម្រាប់ការស្ដាប់បាយបាយ